Lưu Chang mấy cò lột một đò tì nì. Chắp ông cùi cho. Miên rương ấy nâng. Mấy cò khăng khăng mà lệ. Miên ca vô cho lòng ấy mền tề. Và nhóm mình một. Sna đai bạch chạy vị tríរបស់ខ្ញុំនឹងត្រូវមនុស្សរបស់លោកលួចយកទៅបាត់មិនខានស្អីគេលួចស្នាដៃបច្ចេកវិទ្យាលូឆឹងលោកនិយាយឲ្យច្បាស់មើលតើមានរឿងអីកើតឡើងឲ្យប្រាកដស៊ូម៉ានកាលពីព្រឹកមិញប៉ាតង់បច្ចេកវិទ្យាស្នូរដ្ឋបាលខ្លោចទាំងពីរដែលខ្ញុំកំពុងដាក់ស្នើសុំនាងបានបដូរមកដាក់ឈ្មោះរបស់នាងហើយបញ្ជូនទៅការិយាល័យប៉ាតង់បាត់ហើយភីគីដាក់ស្នើគឺសឹងហួរតិចណូឡូជីដដែលលោកថាទង្វើនេះចាត់ទុកជាការលួចដែរឬទេនេះជាអំពើខុសច្បាប់មានចៅហ្វឹងនៅពីក្រោយខ្នងតើមានរឿងអីដែលនាងមិនហ៊ានធ្វើនោះលើកនេះស៊ូម៉ានពិតជាបានចិត្តហួសហេតុពេកហើយនាងសំបីតែប្រាប់ខ្ញុំមួយម៉ាត់ក៏គ្មានផងពេលនេះលោកដឹងហើយខ្ញុំឲ្យជំរើសលោកពីរទី1ឲ្យស៊ូម៉ានដកពាក្យស្នើសុំប៉ាតង់មកវិញភ្លាមហើយសូមទោសខ្ញុំជាសាធារណៈនៅចំពោះមុខក្រុមហ៊ុនទាំងមូលទី2ខ្ញុំនឹងប្តឹងតាមផ្លូវច្បាប់តែម្ដងស៊ូម៉ានទទួលទោសពីបទរំលោភកម្មសិទ្ធិបញ្ញាសឹងហួរក៏ត្រូវទទួលខុសត្រូវរួមគ្នាដែរយល់ព្រមលូឆឹងលោកដាច់ខាតកុំប្តឹងផ្ដាល់អីណាប៉ាឡើងដល់តុលាការកេរ្តិ៍ឈ្មោះរបស់សឹងហួរយើងនឹងត្រូវរលីទាំងស្រុងមិនខានហេរ៉ាញ់ពទៀនក៏ច្បាស់ជារលីតាមនឹងដែរគឺជាកំហុសរបស់ខ្ញុំជាអ្នកមើលការខុសត្រូវនាងមិនបានល្អខ្ញុំសុំទោសលោកឥឡូវទើបដឹងថាខ្លាចមែនទេខ្ញុំឲ្យពេលលោកកន្លះម៉ោងដល់ពេលនោះកុំបន្ទោសខ្ញុំថាមិនទុកមុខចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimet Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541ស៊ូម៉ានមកការិយាល័យប្រធានក្រុមហ៊ុនឥឡូវនេះភ្លាមប្រធានចាងមិនក៏ខឹងខ្លាំងម្លេះអ្នកណារករឿងលោកនាងប្រាប់ខ្ញុំមកតើរឿងនេះវាយ៉ាងម៉េចឲ្យប្រាកដនរណាឲ្យនាងប៉ះពាល់ប៉ាតង់របស់លូឆឹងថែមទាំងដាក់ស្នើទៅការិយាល័យប៉ាតង់ទៀតប្រធានចាងខ្ញុំធ្វើនេះក៏ដើម្បីក្រុមហ៊ុនដែរតើប៉ាតង់ទាំងពីរនេះគឺត្រូវប្រើសម្រាប់គម្រោងខ្លោចរដ្ឋបាលតាក់ឈ្មោះខ្ញុំជាអ្នកបង្កើតពេលតាក់ទងជាមួយភ្ញៀវវាក៏កាន់តែងាយស្រួលបង្ហាញពីភាពជាអ្នកអាជីពរបស់ខ្ញុំដែរហើយវាក៏មានផលល្អដល់ហេរ៉ាញ់ពទៀនផងដែរដើម្បីក្រុមហ៊ុននាងធ្វើនេះគឺជាការលួចកម្មសិទ្ធិបញ្ញាណាវាខុសច្បាប់ហើយបើសិនជាលូឆឹងប្តឹងតាមផ្លូវច្បាប់ក្រុមហ៊ុនក៏ត្រូវទទួលខុសត្រូវដែរតើនាងចង់ឲ្យសឹងហួររលីមែនទេប្រធានចាងខាងពូខ្ញុំចិត្តអនុម័តហេរ៉ាញ់ពទៀនឲ្យហើយក្នុងកាលៈទេសៈនេះលូឆឹងច្បាស់ជាមិនហ៊ានប្តឹងក្រុមហ៊ុនឡើងតុលាការទេមែនទេនាងនៅហ៊ាននិយាយទៀតបើប្រធានចៅដឹងគាត់គឺជាអ្នកដំបូងគេដែលមិនលើកលែងឲ្យនាងពេលនេះនាងទេទៅភ្នាក់ងារប៉ាតង់ឥឡូវនេះភ្លាមតពាក្យស្នើសុំមកវិញភ្លាមឈួតមែនប៉ាតង់ទាំងពីរនេះគឺជាស្នូលនៃអាជីវកម្មរដ្ឋបាលរបស់ក្រុមហ៊ុនយើងបើគ្មានលូឆឹងគឺគ្មានបច្ចេកវិទ្យាទាំងនេះដាច់ខាតនាងនៅហ៊ានលួចទៀតឥឡូវនេះបើក speaker ទូរស័ព្ទភ្លាមទីប្រឹក្សាជូឯកសារស្នើសុំប៉ាតង់ពីរដែលដាក់កាលពីព្រឹកមិញតបមកវិញឲ្យខ្ញុំភ្លាមបាទអ្នកនាងប្រធានស៊ូខ្ញុំនឹងចាត់ការដកពាក្យមកវិញឥឡូវនេះសុំទោសប៉ុណ្ណឹងបានហើយឬនៅនាងប្រើរយៈអីហ្នឹងសុំទោសឲ្យស្រួលបួលលូឆឹងខ្ញុំសុំទោសពិតមែនខ្ញុំជាអ្នកមើលការខុសត្រូវនាងមិនបានល្អធ្វើឲ្យលោកត្រូវរងការអយុត្តិធម៌ហើយប៉ាតង់ក៏បានដកមកវិញហើយលោកកុំខឹងអីណាសុំទោសបែបនឹងហៅថាសុំទោសឬលួចស្នាដៃបច្ចេកវិទ្យារបស់ខ្ញុំគឺខុសច្បាប់គ្រាន់តែសុំទោសមួយម៉ាត់យ៉ាងស្រាលបែបនេះគឺចប់ហើយឬចេញទៅហាមចូលមកទៀតលូឆឹងខ្ញុំដឹងថារឿងនេះនាងធ្វើហួសហេតុពេកហើយខ្ញុំបានស្ដីបន្ទោសនាងយ៉ាងធ្ងន់ធ្ងរហើយប៉ាតង់ក៏បានដកមកវិញហើយនាងក៏បានសុំទោសលោកដែរលោកកុំបន្តរករឿងទៀតអីបានឬអត់ខ្ញុំដឹងថាលោកអន់ចិត្តតែនាងគឺជាក្មួយស្រីរបស់ប្រធានចៅបើធ្វើឲ្យរឿងកាន់តែធំប្រធានចៅច្បាស់ជាខឹងមិនខានហេរ៉ាញ់ពទៀនរបស់យើងច្បាស់ជារលីទាំងស្រុងហើយយកយល់ដល់មនោសញ្ចេតនាបងប្អូនយើងប៉ុន្មានឆ្នាំនេះលោកអត់ទោសឲ្យនាងម្ដងទៀតទៅបានឬអត់លូឆឹងលើកនេះខ្ញុំនិយាយពិតធ្វើពិតលោកជឿខ្ញុំម្ដងទៀតទៅយកយល់ដល់ប្រយោជន៍រួមម្ដងទៀតទៅបានឬអត់ចាំងមីងយានលើកណាក៏លោកប្រាប់ខ្ញុំថាជាលើកចុងក្រោយដែរចាំងមីងយានលោកនឹងត្រូវចំណាយតម្លៃសម្រាប់ការបណ្ដោយរបស់លោកនេះមិនខានលាហើយលូឆឹង10ឆ្នាំពីបន្ទប់ជួលមួយคล้ายជាក្រុមហ៊ុនឡើងផ្សារហ៊ុនពីការបញ្ចាំផ្ទះរហូតដល់ត្រូវគេលួចប៉ាតង់ចាំងមីងយានផ្លូវមួយខ្សែនេះខ្ញុំកំដរលោកដើរដល់ទីបញ្ចប់ហើយ
ឆ្នាំមុនប្រធានឈិនហ៊ានឲ្យតម្លៃ8លានខ្ញុំប្រាប់ថានៅសឹងហួរមានបងប្អូនខ្ញុំមិនទៅទេបងប្អូនហ่ะលូឆឹងភ្ញៀវកំរមែងម៉េចក៏សុកទេមកខ្ញុំអញ្ចឹងប្រធានឈិនតំណែងដែលលោកប្រាប់ខ្ញុំកាលពី2ឆ្នាំមុនឥឡូវនេះនៅយកជាការបានទេហាប្រកាសជាបានអនុប្រក្រុមហ៊ុនប្រាក់ខែប្រចាំឆ្នាំ8លានភាគហ៊ុនក្រុមហ៊ុន3ភាគលៀបគម្រោងមិនកំណត់លក្ខខណ្ឌដែលខ្ញុំឲ្យលោកកាលពីមុននៅតែមានសុពលភាពជានិច្ចល្អខ្ញុំយល់ព្រមចូលធ្វើការនៅវ៉ាន់ហឹងគ្មានបញ្ហាទេធ្វើតាមសំណើលោកទាំងអស់ខ្ញុំនឹងឲ្យខាងធនធានមនុស្សរៀបចំកិច្ចសន្យាលើនេះថ្ងៃស្អែកខ្ញុំនឹងឲ្យក្រុមការងារហោះទៅជួបលោកដើម្បីរៀបចំការងារចង់បានម៉ូតូជិះតែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ឆៃមេតម៉ូតូទំនាក់ទំនងទូរស័ព្ទលេខ015 580 541លូឆឹងអង្គុយសិនញ៉ាំតែមួយកែវសិនទៅបងប្អូនយើងទាំងពីរនាក់ជែកគ្នាឲ្យស្រួលបួសិនគ្មានអីត្រូវជែកទេប្រធានចាងថ្ងៃនេះខ្ញុំមកទីនេះគឺចង់ឲ្យលោកមើលរបាយការណ៍ទាំងពីរនេះខ្ញុំដឹងហើយរបាយការណ៍នេះខ្ញុំបានមើលរួចហើយខាងពន្ធដារគឺគ្មានបញ្ហាទេក្រុមស៊ើបអង្កេតរបស់ក្រុមហ៊ុនក៏បានបញ្ជាក់ច្បាស់ហើយដែរតាំងពីដើមដល់ចប់លោកគឺស្អាតស្អំចំណុចនេះខ្ញុំមិនដែលសង្ស័យលោកទេមិនដែលសង្ស័យអញ្ចឹងប្រធានចាងជួយបកស្រាយឲ្យខ្ញុំបន្តិចមកកន្លះខែនេះមនុស្សមកពីនាយកដ្ឋានពន្ធដារមកសវនកម្មក្រុមហ៊ុនញឹកញាប់ណាស់ក្រុមស៊ើបអង្កេតរបស់ក្រុមហ៊ុនក៏កាយមើលរបាយការណ៍ប្រាក់ខែ3ឆ្នាំរបស់ខ្ញុំនិងកំណត់ត្រាភាគលាភដល់មាត់ពេញមួយក្រុមហ៊ុនថែមទាំងពេញមួយវិស័យនេះសុទ្ធតែលេចជឿពាក្យចាំអារ៉ាមថាខ្ញុំកិច្ចពន្ធនិងកេងប្រវ័ញ្ចទ្រព្យសម្បត្តិតារឿងទាំងអស់នេះវាមកពីណាហើយរឿងនេះវាគ្រាន់តែជាការយកច្រឡំទេលូឆឹងលោកកុំប្រកាន់អីចាំងមីងយានលោកប្រាប់ខ្ញុំថានេះជាការយកច្រឡំក្នុងសម្បត្តិប្តឹងអាញាមិកនោះរាល់ចំណូលប្រាក់ខែរបស់ខ្ញុំសូម្បីតែរបាយការណ៍លម្អិតក្នុងកណនីផ្ទាល់ខ្លួនរបស់ខ្ញុំក៏ត្រូវបានរៀបរាប់យ៉ាងច្បាស់លាស់ដែរក្រៅពីនាងតើអ្នកណាក្នុងក្រុមហ៊ុនអាចយកឯកសារទាំងនេះបានអូនស៊ូគ្រាន់តែវង្វេងមួយពេលទើបធ្វើរឿងល្ងងបែបនេះវង្វេងមួយពេលប្រធានចាងនេះគេហៅថាមួលបង្កាច់ដោយចេតនាគេហៅថាខ្លែងបន្លំភុស្តាងដើម្បីទម្លាក់កំហុសគឺត្រូវទទួលខុសត្រូវព្រមទណ្ឌទង្វើរបស់នាងមួយនេះធ្វើឲ្យតម្លៃភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះប៉ុន្មានការហិរញ្ញប្បទានវគ្គវេបត្រូវជាប់គាំងត្រឹមដំណាក់កាលត្រួតពិនិត្យការខាតបង់ទាំងនេះគ្រាន់តែនិយាយពាក្យថាវង្វេងមួយពេលគឺចប់ហើយឬមែនហើយខ្ញុំដឹងថាការខាតបង់របស់ក្រុមហ៊ុនមិនតិចទេក្នុងចិត្តខ្ញុំក៏បារម្ភដែររឿងវាក៏បានកើតឡើងរួចទៅហើយពេលនេះអ្វីដែលសំខាន់បំផុតគឺត្រូវប្រញាប់ទប់ស្កាត់ផលប៉ះពាល់ទាំងនេះនិងទាញយកហិរញ្ញប្បទានមកវិញវាមិនមែនជាពេលដែលត្រូវមកកោកមុខអ្នកទទួលខុសត្រូវទេមិនរកអ្នកទទួលខុសត្រូវចុះខ្ញុំវិញចាំងមីងយានសុខខ្ញុំត្រូវលីកំហុសដ៏ធំបែបនេះកេរ្តិ៍ឈ្មោះរបស់ខ្ញុំត្រូវរងការជន់ឈ្លីពីនាងបែបនេះទើបសមមែនទេលូឆឹងលោកគឺជាស្នូលបច្ចេកវិទ្យារបស់ក្រុមហ៊ុនយើងជាមនុស្សដែលត្រូវធ្វើកិច្ចការធំត្រូវមានចិត្តទូលាយបន្តិចកុំទៅប្រកាន់ជាមួយក្មេងស្រីអីលោកមិនអាចចាប់នាងដាក់គុកមែនទេបំផ្លាញអនាគតនាងមួយជីវិតឬកាលពីមុននាងលួចប៉ាតង់ស្នូលរបស់ខ្ញុំដណ្ដើមសន្និសីទប្រកាសគម្រោងរបស់ខ្ញុំយកយល់ដល់ប្រយោជន៍រួមរបស់ក្រុមហ៊ុនទើបមិនរករឿងឥឡូវនេះលោកការពារនាងយ៉ាងនេះមិនមែនដោយសារតែនាងជាមនុស្សដែលប្រធានចៅបញ្ជូនមកទេចង់បានម៉ូតូជិះតែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ឆៃមេតម៉ូតូទំនាក់ទំនងទូរស័ព្ទលេខ015 580 541លូឆឹងមិនក៏លោកនិយាយបែបនេះប្រធានចៅគឺជាម្ចាស់ភាគហ៊ុនទី2របស់ក្រុមហ៊ុនយើងហើយក៏ជាតំណាងអ្នកវិនិយោគធំបំផុតសម្រាប់ការហិរញ្ញប្បទានលើកនេះដែរបើគ្មានការយល់ព្រមពីប្រធានចៅទេហិរញ្ញប្បទានរបស់យើងគឺគ្មានថ្ងៃបានឡើយមនុស្សរាប់រយនាក់ក្នុងក្រុមហ៊ុនសុទ្ធតែរងចាំលុយមួយដុំនេះដើម្បីរស់តើលោកអាចគិតពីប្រយោជន៍រួមបន្តិចបានទេគិតពីប្រយោជន៍រួមដឹងច្បាស់ហើយថានាងជាអ្នកមួលបង្កាច់ដោយចេតនាសូម្បីតែពាក្យសុំទោសជាសាធារណៈមួយម៉ាត់ក៏លោកមិនព្រមឲ្យខ្ញុំផងប្រាប់ទៅខាងក្រៅថាត្រឹមតែជាការយកច្រឡំប៉ុណ្ណោះបងប្អូនខ្ញុំដឹងថាលោកត្រូវរងការអយុត្តិធម៌បងប្រុសម្នាក់នេះចងចាំក្នុងចិត្តជានិច្ចប៉ុន្តែក្នុងស្ថានភាពដ៏សំខាន់នេះពួកយើងមិនអាចមានចំនួនជាមួយខាងប្រធានចៅទេណាបើមិនអញ្ចឹងទេហិរញ្ញប្បទានរបស់យើងច្បាស់ជារលីមិនខានចុះយ៉ាងម៉េចថ្ងៃនេះលោកហៅខ្ញុំមកតែចង់ឲ្យខ្ញុំធ្វើអីឲ្យប្រកបលូឆឹងមើលនេះរឿងក៏ត្រូវបានស៊ើបអង្កេតច្បាស់លាស់ហើយលោកគឺជាមនុស្សស្អាតស្អំ
ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយខាងអូនស៊ូទូយ៉ាងណាក៏ជារបស់ប្រធានចៅដែរយើងគួរតែទុកមុខឲ្យគេខ្លះទៅទុកមុខខ្ញុំត្រូវទុកមុខឲ្យគេចាំងមីងយានលោកមិនច្រឡំទេដឹងគឺនាងជាអ្នកមួយបង្កាច់ខ្ញុំនាងជាអ្នកធ្វើឲ្យក្រុមហ៊ុនខាតបង់ធ្ងន់ធ្ងរឥឡូវបែរជាចង់ឲ្យខ្ញុំដែលជាជនរងគ្រោះទៅទុកមុខឲ្យជនល្មើសដូចជានាងទៅវិញមែនគឺមានន័យបែបនេះឯងមើលទៅបើលោកនិយាយបែបនេះការហិរញ្ញប្បទានរបស់យើងនឹងអាចបន្តទៅមុខយ៉ាងរលូនហើយបែបនេះមិនមែនជារឿងល្អសម្រាប់អ្នកទាំងអស់គ្នាទេរឿងល្អសម្រាប់អ្នកទាំងអស់គ្នាចាំងមីងយានលោកចាត់ទុករឿងនេះថាជារឿងល្អសម្រាប់អ្នកទាំងអស់គ្នាមែនហើយលោកសាក់គិតមើលទៅដល់ពេលនោះគេឈ្មោះអីភាពយុត្តិធម៌អីក៏មិនចាំបាច់និយាយដល់ទៀតដែរបងប្អូនយើងទាំងពីរនាក់រួមដៃគ្នាធ្វើឲ្យក្រុមហ៊ុនរីកចម្រើននេះទើបជារឿងសំខាន់បំផុតរឿងផ្សេងទៀតសុទ្ធតែជារឿងតូចតាចទាំងអស់រឿងតូចតាចតាមពិតនៅក្នុងភ្នែកលោកភាពស្អាតស្អំនិងកេរ្តិ៍ឈ្មោះរបស់ខ្ញុំសុទ្ធតែជារឿងតូចតាចតាមពិតនៅក្នុងភ្នែកលោកត្រូវឬខុសស្លឹកខ្មៅក៏មិនស្មើនឹងលុយហិរញ្ញប្បទានរបស់លោកដែរមិនស្មើនឹងឱកាសដែលលោកយកចិត្តប្រធានចៅដែរលូឆឹងមិនក៏លោកស្ដាប់មិនយល់អញ្ចឹងចាំងមីងយានពីមុនខ្ញុំតែងតែគិតថាយើងគ្រាន់តែមានគំនិតខុសគ្នាតែពេលនេះខ្ញុំទើបតែដឹងថាយើងពិតជាមិនមែនជាមនុស្សផ្លូវតែមួយទេលូឆឹងលោកនិយាយបែបនេះមានន័យថាម៉េចលោកកុំឆេវឆាវអីមានរឿងអីយើងនិយាយគ្នាស្រួលបួលទៅលោកចង់បានសំណងអីលោកគ្រាន់តែហាមាត់មកឲ្យតែខ្ញុំអាចធ្វើបានខ្ញុំយល់ព្រមទាំងអស់សំណងចាំងមីងយានលោកអាចឲ្យសំណងអីដល់ខ្ញុំអាចធ្វើឲ្យមនុស្សក្នុងវិស័យនេះឈប់និយាយដើមខ្ញុំពីក្រោយខ្នងថាលូឆឹងគឺជាមនុស្សកេងប្រវ័ញ្ចនិងកិច្ចពន្ធបានទេអាចទាញយកវឌ្ឍនភាពហិរញ្ញប្បទានដែលលោកបានពន្យាពេលនិងតម្លៃភាគហ៊ុនដែលធ្លាក់ចុះមកវិញបានទេលោកធ្វើមិនបានទេមើលទៅពេលនេះខ្ញុំរងចាំលេងបានហើយលូឆឹងលោកកុំរករឿងអីពេលនេះគឺជាពេលដ៏សំខាន់បំផុតរបស់ក្រុមហ៊ុនលោកគឺជាស្នូលបច្ចេកវិទ្យាលោកមិនអាចទៅទេបើលោកទៅក្រុមហ៊ុនគិតយ៉ាងម៉េចទៅចុះហិរញ្ញប្បទានគិតយ៉ាងម៉េចទៅចាំងមីងយានរវាងពួកយើងគឺចប់ត្រឹមនេះហើយលូឆឹងចង់បានម៉ូតូ G តែគ្មានលុយគ្រប់គ្រាន់មែនទេតែ$30តែប៉ុណ្ណោះក្នុងមួយខែសូមស្វាគមន៍មកកាន់ Chaimed Moto ទំនាក់ទំនងទូរស័ព្ទលេខ015 580 541